Yo yo ស្ដីបងប្អូនអ្នកគ្នា welcome back នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី tool របស់ខ្ញុំដើម្បី run LD បងប្អូនអានេះខ្ញុំធ្វើខ្លួនឯងទេអញ្ចឹងខ្ញុំនឹង website ឥឡូវវាចេញដល់ version ទី 1.0.4 ហើយបងប្អូននេះអញ្ចឹងបើសិនជាបងប្អូនចង់ download បងប្អូនចូលមក website មួយនេះអញ្ចឹងបងប្អូនក៏ចុច download zip file ទៅវានឹងចាប់ផ្ដើម download ដែរអូខេអញ្ចឹងខ្ញុំ save ទុកនៅក្នុងនេះចឹងអញ្ចឹងវាមានប្រហែលជា354 មេទៅខ្ញុំមាន version មួយដែរ version ជំនាន់ទី 1.0.2 បងប្អូនអញ្ចឹងខ្ញុំចង់ download អានេះដើម្បីឲ្យបង្ហាញពីការ set up សិនអូខេអញ្ចឹងវា set up វាមានអីទេងាយទេគ្រាន់តែនៅក្នុង website នេះខ្ញុំអត់បាន update ទាក់ទង document អីផ្សេងចាំមើលមានពេលខ្ញុំនឹង update បន្ថែមទាក់ទងនឹងFacebook support អីផ្សេងអញ្ចឹងបងប្អូនហើយអានេះបើសិនជា Facebook ថ្មីវាអត់តន់ support function នៅក្នុងអាថ្មីតែ version មួយចំនួនគឺវា support អញ្ចឹងអូខេឥឡូវវា down ពេញហើយចាំមើលខ្ញុំយកមកដាក់នៅលើ desktop សិនអូខេអញ្ចឹងបន្ទាប់ពីយើង extract ហើយ download អីហើយគឺខ្ញុំ extract ហើយបែបនេះអញ្ចឹងនៅក្នុងហ្នឹងយើងគ្រាន់តែចុច start មកគឺ launcher នេះអូខេដោយសារនេះខ្ញុំវាជាប់config ចាស់របស់ខ្ញុំអញ្ចឹងគឺវាអត់ចាញ់ set up ទេជាមួយខ្ញុំដូរសិនអញ្ចឹងដំបូងឡើយខ្ញុំចូលកន្លែងDNV នេះខ្ញុំចូលទៅ edit ដោយសារនេះបើសិនជាបងប្អូនថ្មីគឺមិនបាច់ចាំដូរទេគឺវាឲ្យ set up ហើយដោយសារនេះវាជាប់ config ចាស់ផងខ្ញុំអញ្ចឹងខ្ញុំដូរអាហ្នឹងទៅជាអីផ្សេងទៅចាំតិចហើយខ្ញុំដូរដាក់ Runner 4ទៅអូខេអញ្ចឹងបញ្ចប់ពីចុចហើយគឺវាចេញអូដោយសារ4គឺវាមានជ័យជាន់គ្នាច្រើនមែននេះចាប់ខ្ញុំទេខ្ញុំដាក់លេខ5អូខេអូខេអញ្ចឹងនេះដោយសារRunner 5វាអត់មានទេអញ្ចឹងអានេះ config នេះគឺដំបូងដែលបងប្អូន download មកគឺវាឲ្យ set up LD path ហើយនិង upload path អូខេអញ្ចឹង LD path យើងគឺនៅណាយើងទៅ select យកទៅឧទាហរណ៍ថាខ្ញុំទៅបើក LD មួយនេះដែលខ្ញុំចង់បង្ហាញអញ្ចឹង LD path គឺបែបនេះអញ្ចឹងខ្ញុំចុចហើយខ្ញុំចុច path ទៅ select យក LD path មួយហ្នឹងហើយទៅក្នុង upload folder នេះគឺខ្ញុំបានបង្កើតវានៅ desktop អញ្ចឹង upload path នេះកាលណាយើងបង្កើត account វានឹងបង្កើត folder នៅក្នុងហ្នឹងអញ្ចឹងបងប្អូនអាចដាក់រូបភាពវីដេអូនៅក្នុងហ្នឹងនៅពេលដែលវា upload វានឹងទៅរកនៅក្នុង folder មួយហ្នឹងហើយអូខេអញ្ចឹងតើតើនឹងណាំរកនេះអានេះតើតើនឹងចង់ឲ្យវាលេងប្រហែលមានថាបុករកយើងLD យើងរៀបទៅគឺវាចេញបែបនេះអញ្ចឹងឧទាហរណ៍ថា 0.5 គឺ 50% គឺវាលេងចន្លោះនេះអញ្ចឹង 0.6 គឺវាអាច 60% វាលេងចន្លោះនេះអញ្ចឹងណាអូខេអញ្ចឹងអានេះ column នេះវាឲ្យលេងរៀបប្រមាណឧទាហរណ៍ថាយើងចង់ឲ្យ LD នឹងលេង4 6គឺវាទៅរៀប1 2 3 6ក្នុងមួយ screen ហ្នឹងអូខេអញ្ចឹងគឺបែបហ្នឹងអានេះគឺ set ប៉ុណ្្នឹងទៅគឺ default បន្ទាប់មកគឺវាបែបនេះអូខេអញ្ចឹងនៅក្នុងហ្នឹងគឺអត់មាន account ទេយើងដោយសាររបស់ថ្មីបន្ទាប់មកយើងមក add account ផងយើងអញ្ចឹងករណីលើកមុនខ្ញុំធ្វើវីដេអូខ្ញុំបានបង្កើត account ហើយ log in ជាមួយID លេខ3នេះអញ្ចឹងខ្ញុំសូមបើក VPN សិនអូខេ VPN ខ្ញុំបើកហើយបន្ទាប់មកខ្ញុំទៅបើកអូខេឥឡូវខ្ញុំយកលេខ4អានេះខ្ញុំតេស្តមិញគឺវាអូខេហើយaccount ខ្ញុំបានបង្កើតហើយ login គឺមានលេខ4លេខ3ដូចគ្នាអូខេបន្ទាប់មកខ្ញុំទៅ check មើលថាវា account ហ្នឹងគឺឈ្មោះគេហើយ log ហើយនៅអញ្ចឹងណាអញ្ចឹងករណីបងប្អូនត្រូវ login ជាមួយ account នេះហើយសិនអូខេអញ្ចឹងនេះអញ្ចឹង account នេះឈ្មោះថា Lu អូខេអញ្ចឹងយើងត្រូវទៅ add account ហ្នឹងនៅក្នុង tool ផងយើងអញ្ចឹងយើងចុច add account មកហើយដាក់ឈ្មោះឲ្យត្រូវ Lu do អូខេ do
អូខេដាក់ត្រូវហើយ LD លេខប៉ុន្មានអញ្ចឹងដោយសារនេះ LD លេខ4អញ្ចឹងយើងដាក់លេខ4មកបន្ទាប់មក PK package index វាដោយសារនេះ Facebook វា original យើងអត់ clone ទេអញ្ចឹងអក្សរ A បើសិនជា clone មាន B មាន C អញ្ចឹងណាអូខេហើយ VPN name គឺយើងប្រើភាសាសាស្ត្រតែបើសិនជានេះបងប្អូនមិនដាក់បានទេមិនទេហើយកន្លែងនេះ note បងចង់ដាក់អីក៏បានដែរ note អីគេហើយ hashtag បងប្អូនដាក់អីក៏បានដែរលូនៅពេលដែលវា upload វានឹងយក hashtag ទៅដាក់ហើយ PKN ID នេះករណីយើងបង្កើត page បានយើងដាក់តែឥឡូវអានេះដោយសារវាជា account អញ្ចឹងយើងមិនដាក់ទេហើយអានេះជា tag ទេអញ្ចឹងយើងចង់ដាក់អីក៏បានដែរអូខេហើយកន្លែងនេះ status យើងមានទៅតាមហ្នឹងទៅហើយនេះខ្ញុំយក location ណាអីចឹងទៅហើយ hashtag tag អីអានេះnon ដោយសារវាថ្មីអត់មានទេតើយើងទៅបង្កើតអូខេហើយអានេះ folder part នេះករណីយើងមានរូបភាពឬក៏វីដេអូទាក់ទងនឹង account ហ្នឹងនៅណាយើងអាច add វាជា part ចូលនៅក្នុងហ្នឹងបានអញ្ចឹងនៅពេលដែលវា upload វានឹងទៅរក part អាស្រ័យទៅលើដែលយើងបាន add ហ្នឹងហើយអូខេហើយអានេះ group name នេះករណីយើងចង់ upload ចូល group គឺយើង add ឈ្មោះវានៅក្នុងហ្នឹងទៅគឺវាបានហើយគ្រាន់តែយើងបបែកវាបន្ត group A ហើយ group B group C អញ្ចឹងទៅយើងបបែកទៅតាមហ្នឹងទៅអូខេអញ្ចឹងវាអត់មាន group អីទេអញ្ចឹងគឺខ្ញុំចុច OK អញ្ចឹងនៅពេលដែលវា add ចូលប៉ក់យើងទៅមើលនៅក្នុង folder upload យើងវានឹងបង្កើត folder មួយឈ្មោះថាលេខ4អញ្ចឹង LD លេខ4ហើយនៅក្នុងនោះគឺមានឈ្មោះថា Lu ដែលយើងបានបង្កើតមិញអាហ្នឹង auto គេ add អញ្ចឹងនៅពេលក្រោយទៀតបងប្អូនមានវីដេអូរូបភាពបងប្អូនដាក់ក្នុងហ្នឹងទៅអូខេហើយករណីបងប្អូនអាចបើកនៅនេះបានករណីយើង double click លើវាទៅហើយយើង mouse ស្ដាំយើងអាចចុច start ready edit copy ពីហ្នឹងក៏បានដែរហើយគឺយើងមាន close អញ្ចឹងទៅខ្ញុំ double click ខ្ញុំបើក detail វាអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន LD លេខ4ហើយឈ្មោះ Lu ហ្នឹងគឺនៅក្នុងហ្នឹងគឺអត់មានអីទេយើងតែបង្កើតអូខេហើយក្រៅពីហ្នឹងចាំមើល detail ចានេះចាំមើលខ្ញុំពេលក្រោយទៀតអូខេខ្លីៗទេអានេះគឺវា set up ឯងអូខេបន្តមកទៀតខ្ញុំសុំ close version 4នេះដោយសារខ្ញុំធ្លាប់អានេះខ្ញុំធ្វើបង្ហាញពីរបៀប set up ទេឥឡូវខ្ញុំ close ទៅហើយខ្ញុំទៅបើកversion ចាស់របស់ខ្ញុំអញ្ចឹងយើងចុចមកនេះកន្លែង launcher ដូចគ្នាហ្នឹងគ្រាន់តែអានេះ version ចាស់របស់ខ្ញុំអានេះខ្ញុំដោនមកដើម្បីឲ្យបងប្អូនអាចមើលពីរបៀប set up ទេអូខេអញ្ចឹងខ្ញុំបើក version ចាស់របស់ខ្ញុំ version ចាស់របស់ខ្ញុំគឺ version 1.3 នេះ version 1.3 អញ្ចឹងនៅក្នុងនេះគឺខ្ញុំបាន add account ខ្ញុំប្រហែលជា26បងប្អូនអញ្ចឹងខ្ញុំបិទខ្ញុំ filter យកតែមេទេហើយខ្ញុំចុច start អញ្ចឹងករណីបងប្អូនចង់ឲ្យវាលេងបងគ្រាន់តែចុច C ដូច Excel អញ្ចឹងណាអញ្ចឹងវានឹង select យ៉ាងនេះអញ្ចឹង2 4 6ខ្ញុំចង់ account នឹងលេង6យើងចុចអញ្ចឹងបើសិនជាខ្ញុំចង់ឲ្យតែលេងតែ4នេះទេខ្ញុំចុចតែ1អញ្ចឹងទៅលេខ4ហ្នឹងទៅគឺបានហើយអូខេអញ្ចឹងនៅខាងស្ដាំនេះគឺយើងទាក់ទងនឹង task action ដែលយើងចង់ឲ្យធ្វើអញ្ចឹងអានេះជាចំនួន LD ដែលយើងចង់ឲ្យលេងម្ដងប្រមាណឧទាហរណ៍ថាយើង select បែបនេះអញ្ចឹងវាមាន5 LD អញ្ចឹងបើសិនខ្ញុំចង់ឲ្យលេងម្ដង2ខ្ញុំចុច2ទៅវានឹងចាប់ដើមលេងម្ដង2ដល់អស់ចូល2ទៀតអញ្ចឹងដែលចុងក្រោយលេខ1គឺវាលេងតែ1ទេអូខេអញ្ចឹងខ្ញុំចុចលេខ4បន្ទាប់មកខ្ញុំយកតែ1ទេដោយសារវាមានតែ1ហើយបន្តមកទៀតអានេះជាថាដែលយើងចង់ឲ្យលេងអញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យលេងតែ upload story ទេខ្ញុំដកហើយនឹង read notification គឺមានបែបនេះអញ្ចឹងបន្ទាប់មកខ្ញុំចុច start ដោយសារនេះ LD ដែលវាបើកហើយគឺ auto connect តែបើសិនជាអត់ទាន់បើកទេវានឹងបើក LD ខ្លួនឯងអញ្ចឹងចេញចុច start ទៅហើយវា confirm យើងបើក VPN នៅអញ្ចឹងខ្ញុំបានបើកហើយអូខេបន្តមកទៀតវានឹងចាប់ផ្ដើម connect ឆែកលើ ID នឹងបើកនៅបើសិនជាបើកវានឹងចាប់ផ្ដើម connect ហើយវានឹងរៀប window ទៅតាមអ្វីដែលយើងបាន set ហ្នឹងនេះអូខេវា set មក skin ខ្ញុំទី2ឥឡូវខ្ញុំមកទី1វិញអូខេអញ្ចឹងវានឹងចាប់ផ្ដើមធ្វើការដែលយើងបាន select ទៅតាមហ្នឹងទៅអញ្ចឹងមានឆែក suspense អីផ្សេងៗអញ្ចឹងហើយនេះ lock ហ្នឹងវាអត់អីទេអានេះខ្ញុំបិទទៅដំបូងឡើយគឺវានឹងចាប់ផ្ដើមទៅឆែកលើឈ្មោះហ្នឹងត្រូវ account ហ្នឹងបើសិនជាអត់ត្រូវទេវាអត់លេងទេអូខេចំណុចនេះចាំមើលខ្ញុំដាក់ឲ្យលឿនព្រោះវាត្រូវការឆែកយូរដែរអញ្ចឹងខ្ញុំបាន add part វានេះឧទាហរណ៍ដូចនេះអញ្ចឹងគឺខ្ញុំឲ្យវាលេងនៅក្នុង folder នេះអញ្ចឹង folder ហ្នឹងជារូបភាពប៉ុនគាត់នេះអូខេហើយនៅក្នុងនោះគឺយើងមានវីដេអូពីអីទៀត
ខ្ញុំចែកនេះចឹងអញ្ចឹងករណីដូចនិយាយលើកមុនគឺfile path នេះយើងចុច edit មើលឃើញខ្ញុំបាន add folder បន្ថែមដើម្បីឲ្យវា check មើលព័ត៌មានរបស់ account ហ្នឹងគឺនៅណាខ្លះ folder នៅណាខ្ញុំអាច add ទៅតាមហ្នឹងទៅអូខេប៉ុន្តែ original របស់វាគឺវាបានបង្កើតមួយនៅក្នុងfolder upload ផងយើងនេះ upload នេះបើសិនជាអានេះខ្ញុំ add ផ្សេងគ្នាទេតែ original វាគឺវាបង្កើតនៅក្នុងនេះមួយខ្លួនវាអញ្ចឹងអាច add នៅក្នុងនេះក៏បានដែរអូខេបន្តមកទៀតខ្ញុំនឹងធ្វើតាក់ទង function បន្ថែមទៀតដោយសារអានេះច្រើនណាស់ខ្ញុំធ្វើខ្លីៗទេអញ្ចឹងគឺវាចាប់ផ្ដើមមកធ្វើការហើយគឺបែបហ្នឹងគឺអញ្ចឹងទុកចោលទៅហើយនៅមាន function ច្រើនទៀតឧទាហរណ៍ដូចនៅក្នុង setting នេះនៅក្នុង tag នេះយើងបង្កើតបានអីចឹងទៅអូខេអានេះវាយូរតិចចឹងចាំមើលខ្ញុំដាក់ខាវាលឿនអូខេឥឡូវវាបាន upload story ហើយអញ្ចឹងវាបន្តមកទៀតវានឹងទៅ check លើ notification វារៀងយូរតិចអូខេឥឡូវវាចាប់ផ្ដើមទៅ check notification ហើយបន្ទាប់វាចប់អាហ្នឹងវានឹង close ហើយអូខេឥឡូវវាចប់ហើយគឺវាបែបហ្នឹងអូខេអញ្ចឹងអានេះជាផ្នែកនៃការកំពុងរ៉ាន់អញ្ចឹងបើសិនជាអស់គឺវាបិទហើយអូខេអញ្ចឹងអានេះ tutorial វាខ្លះក្នុងការ set up project ផងយើងtool ហើយ set up folder និង LD ផងយើងអូខេអញ្ចឹងខ្ញុំសូមចប់ត្រឹមហ្នឹងសិនចាំមើលមានចាំមើលខ្ញុំទៅនេះខ្ញុំនឹងធ្វើពាក្យព័ន្ធនឹង function បន្ថែមទៀតទៅនឹងផ្នែកខ្លះបន្ថែមទៀតអញ្ចឹងណាអូខេគឺមានបែបហ្នឹងហើយចុងក្រោយខ្ញុំនឹងធ្វើការ update version អញ្ចឹងវា update version យើងចូលទៅកាន់ setting ទៅអូខេអញ្ចឹងអានេះដោយសារ version ខ្ញុំ14ហើយ 1.0.4 អញ្ចឹងអានេះខ្ញុំនឹង update version អញ្ចឹងខ្ញុំចុច setting មកខ្ញុំ check អូខេអញ្ចឹងវា4ហើយអញ្ចឹងខ្ញុំចុច yes តទៅទៀតវានឹងចាប់ផ្ដើម download zip file ដែលខ្ញុំបាន upload នៅក្នុង server អូខេបន្តមកទៀតវានឹង download adapter tool អានេះដើម្បី unzip file ហ្នឹងអូខេអញ្ចឹងខ្ញុំចុច yes ទៅចឹងវានឹង close ហើយវានឹងចាប់ផ្ដើម install unzip file zip ហ្នឹងនៅក្នុងបច្ចេករបស់យើងអូខេ extract update move file update ហ្នឹងទៅកាន់ current បច្ចេករបស់យើងចឹងវានឹងនៅក្នុងបែបនេះវានៅក្នុងនេះ zip file របស់យើងខ្ញុំបាន download មិញហើយ updater អូខេឥឡូវវាបើកវិញហើយនេះ version 4របស់ខ្ញុំអូខេអញ្ចឹងអានេះ version ចុងក្រោយដែលខ្ញុំបាន update អូខេអញ្ចឹង check ទៅគឺថានេះ latest version អូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានកែមួយចំនួនទាក់ទងនឹង tag គឺយើងមាន hashtag ហើយនិង tag ថែមទៀតហើយមាន clear មាន remove អីចឹង clear filter មាន queue មានអីអានេះពេលក្រោយអត់អីទេអូករណី queue នេះខ្ញុំប្រាប់ទៅសិនជាយើងកំពុងលេងហើយយើងចង់ add បន្ថែមឧទាហរណ៍ថាមិញឧទាហរណ៍ដូចលេខ4យើងកំពុងលេងអញ្ចឹងណាអញ្ចឹងទៅយើងចង់ឲ្យ account នេះលេងថែមយើងមិនត្រូវ start វាម្ដងទៀតប៉ុន្តែយើងអាចទៅបិទវាទេអញ្ចឹងយើងត្រូវ add queue វាមានថា add ឲ្យវាបង្ហោងជួរអញ្ចឹងយើងចុចយើងចង់ឲ្យ account នេះលេងឬក៏ account នេះលេងអញ្ចឹងយើងគ្រាន់តែ select បែបនេះអញ្ចឹងខ្ញុំចុច add queue នេះទៅវានឹងធ្លាក់ប៉ុន្តែវាចាប់បេះទៅលើដែលយើង function យើង add បន្ថែមពីក្រោយហ្នឹងអញ្ចឹងថាមិញយើងឲ្យលេងតែ2នេះទេអញ្ចឹងខ្ញុំឲ្យ upload account ដែលខ្ញុំ select នេះខ្ញុំឲ្យ confirm frame មួយទៀតខ្ញុំ select ហើយខ្ញុំ add queue ទៅវានឹងបន្តជួរពីអ្វីដែលកំពុងលេងហ្នឹងបន្តពីចប់អាហ្នឹងចូលក្រោយទៀតអញ្ចឹងណាអូខេអញ្ចឹងអានេះជាចំនួន LD ដែលយើងលេងហើយអានេះជារយៈពេលដែលយើងមើល view feed នេះ1នាទីអញ្ចឹងខ្ញុំចង់ឲ្យវាលេង2នាទី3នាទីយើងអាចតាមហ្នឹងតែពេលខ្ញុំលេងតែមួយទេ1នាទីអូខេអញ្ចឹងគឺមានប៉ុណ្្នឹងឯងតើទៅនឹង set up ខ្លះតើទៅនឹង tool របស់យើងអញ្ចឹងចាំមើលមានពេលចាំមើលខ្ញុំធ្វើផ្នែកខ្លះទៀត detail បន្ថែមអូខេអរគុណ